តើអ្នកទាំងអស់គ្នាមានដឹងអត់នេះគឺជារបៀបនៃការការពារកប៉ាល់ពីការប្លន់របស់បងបងចៅនៃប្រទេសសូម៉ាលីដែលពួកគាត់ធ្វើការលុកលុយយ៉ាងខ្លាំងនៅក្នុងតំបន់មហាសមុទ្រឥណ្ឌានិងសមុទ្រអារ៉ាប់តែភាគច្រើនគឺនៅច្រកសមុទ្រសូម៉ាលីនេះតែម្ដងដែលពួកបងបងចៅក៏ចេញប្រតិបត្តិការដោយទូកតូចៗបែបនេះតែប្រដាប់ដោយអាវុធគ្រប់ដៃគោលដៅពួកគាត់គឺមិនមែនទំនិញនៅលើកប៉ាល់ឡើយតែវាគឺជាការចាប់ខ្លួនឬក៏ចាប់ចម្រិតនាវិកនៅលើកប៉ាល់ទៅវិញទេព្រោះកាលបើពួកគាត់ចាប់បានបងនាវិកនៅលើកប៉ាល់នោះពួកគាត់នឹងបានលុយច្រើនពីការដែលម្ចាស់កប៉ាល់ទៅលួសខ្លួនឬក៏សុំចរចាដើម្បីដោះលែងខ្លួននាវិកទាំងអស់នោះមកវិញនេះហើយជាមូលហេតុដែលម្ចាស់ក្រុមហ៊ុនឬម្ចាស់កប៉ាល់ត្រូវតែមានវិធានការផ្សេងៗដូចជារំលោះបំពាក់ទយោទឹកដើម្បីការពារកុំឲ្យបងចៅឡើងទៅលើកប៉ាល់បានលើពីនេះគេក៏អាចជួលសេវាកម្មឯកជនមួយតង់ទៀតដើម្បីធានាបានថាកប៉ាល់មានសុវត្ថិភាព 100% តែការធ្វើបែបនេះវាអាចខុសច្បាប់ហើយត្រូវចំណាយខ្ពស់ខ្លាំងពេកដែលជាហេតុតម្រូវឲ្យកប៉ាល់នីមួយៗត្រូវធ្វើរនាំងខ្ពស់ៗវិញដើម្បីគេចចេញពីបញ្ហាទាំងអស់នោះតែអាចថាវាជាសំណាងល្អមួយដែរព្រោះតាំងពីឆ្នាំ2012មកចំនួនចៅនៃប្រទេសសូម៉ាលីបានថយចុះយ៉ាងខ្លាំងនោះក៏ព្រោះតែវត្តមាននៃកងទ័ពជើងទឹកមកពីបណ្ដាប្រទេសផ្សេងៗដែលបានមកបោះមូលដ្ឋាននៅម្ដុំច្រកដែលកប៉ាល់ធ្វើដំណើរចេញចូលហើយណាមួយគេក៏អាសាជិះល្បាតក្បែរៗនេះដែរអញ្ចឹងក្នុងករណីបើមានបញ្ហាទូរស័ព្ទតែមួយរើគឺដឹងតែមកដល់ហ្មង